ខ្ញុំប្រកបអាជីពនេះពេញមួយជីវិតទៅហើយតាំងពីអាយុ12ឆ្នាំមកម្ល៉េះវាគ្រាន់តែជាការងារធម្មជាតិមួយសម្រាប់ខ្ញុំដូច្នេះខ្ញុំចំណាយពេលយ៉ាងច្រើនម៉ោងទៅលើវាតែអ្នកដឹងទេរឿងរបស់ខ្ញុំពិតជាឈួតមែនតើដូចជាជាមួយតន្ត្រីអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុននោះឥឡូវខ្ញុំមិនចង់ប៉ះវាទាល់តែសោះនោះគឺដោយសារកាលនោះខ្ញុំនៅក្នុងបរិយាកាស disco rock and roll ហើយខ្ញុំនៅក្នុងនោះយ៉ាងជ្រៅរហូតធ្វើឲ្យខ្ញុំមិនបានគិតដល់ផលអវិជ្ជមានខ្ញុំបានញៀនជាមួយនឹងបារីគ្រឿងញៀននិងស្រាវាមិនល្អសោះដូចឈួតអញ្ចឹងខ្ញុំជក់នឹងផឹករាល់ថ្ងៃវាជាទម្លាប់មួយក្នុងការងារខ្ញុំផឹករយប់ជក់រាល់ថ្ងៃយកកញ្ចប់បារីតាមខ្លួនចំណិចនិងពេលខ្លះគ្រឿងញៀនឈួតមួយចំនួនទៀតដូច្នេះខ្ញុំមកឃើញរឿងខ្លះពិតជាឈួតនិងបានធ្វើរឿងមួយចំនួនដែលពិតជាឈួតមែនតើខ្ញុំបានព្យាយាមយ៉ាងលំបាកអស់ជាច្រើនឆ្នាំដើម្បីបំបែកវាខ្ញុំចង់ចេញឲ្យផុតពីវាយូរណាស់មកហើយប៉ុន្តែខ្ញុំមិនអាចបំបែកទម្លាប់នេះបានទៅតែសោះថ្ងៃមួយពេលកំពុងដើរក្នុងឧទ្យានខ្ញុំឃើញមនុស្សកំពុងអនុវត្ត Falun Dafa ចឹងខ្ញុំក៏ទៅមើលក៏មានសិក្ខាកាមម្នាក់នៅជួយផ្ដល់ព័ត៌មានទីនោះប្រសិនអ្នកមានសំណួរហើយខ្ញុំក៏ចាប់ផ្ដើមនិយាយជាមួយគាត់យើងសន្ទនាគ្នាយ៉ាងច្រើនខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំចាប់អារម្មណ៍ប៉ុន្តែវាដូចជាអារម្មណ៍នៃសភាវគតិខ្ញុំឃើញសៀវភៅមួយក្បាលអញ្ចឹងក៏យកវាមកអានហើយសៀវភៅនេះកំពុងនិយាយជាមួយខ្ញុំអានសៀវភៅនេះហើយខ្ញុំជឿលើវាការជឿនោះគឺថានេះហើយគឺពិតជារបស់នេះហើយដែលខ្ញុំកំពុងតែស្វែងរកខ្ញុំក៏ចាប់ផ្ដើមប៊ូហាត់ហើយពីសប្តាហ៍ក្រោយមកខ្ញុំមានអារម្មណ៍មួយនោះគឺអារម្មណ៍ដែលចង់យកបារីមកជក់អារម្មណ៍ដែលចង់ផឹកស្រាគឺអារម្មណ៍ទាំងអស់នោះបាត់សូន្យខ្ញុំលែងមានទៀតហើយនៅអារម្មណ៍ចង់ផឹកស្រាឬក៏គ្រឿងញៀនឬក៏ជក់បារីខ្ញុំលែងមានអារម្មណ៍ចង់ផឹកនិងជក់នោះទៀតហើយខ្ញុំនៅតែចេញទៅក្រៅដោយធម្មតាខ្ញុំចេញទៅក្រៅជាមួយមិត្តភ័ក្តិខ្ញុំនៅក្នុងក្រុមតន្ត្រីអញ្ចឹងខ្ញុំត្រូវការមានទំនាក់ទំនងក្នុងសង្គមយើងទៅបារពេលមិត្តភ័ក្តិកំងស្រាខ្ញុំកំងទឹកបរិសុទ្ធអ្នកនៅតែអាចចេញទៅក្រៅនិងមានទំនាក់ទំនងសង្គមហើយអ្នកមិនត្រូវតែផឹកស្រានោះទេដូច្នេះវាជាការផ្លាស់ប្រែមួយដ៏ធំមនុស្សម្នាដែលស្គាល់ខ្ញុំបានដឹងអំពីរឿងនេះហើយពួកគេនិយាយថាវ៉ាវនេះគឺជាការផ្លាស់ប្រែយ៉ាងធំ